ចាសសួស្តីបងប្អូនអរគ្នាអញ្ចឹងខ្ញុំឆ្លើយតបជាមួយនឹងក្រោយសម្រាប់វិញក្រោយសម្រាប់ណាបើសិនបើយើងសម្រាប់កូនបានមួយខែកន្លះគឺស្ត្រីអាចចាប់ដើមពន្យាកំណើតបានហើយចាទូកូនបោកដោះក៏ដោយនឹងមួយចាកូនបោកដោះយើងមានឆ្នាំលេបឆ្នាំចាក់កងដៃកងស្បូនអញ្ចឹងបងប្អូនសម្រាប់ចិត្តរើមចូលម៉ៃណាមួយអាស្រ័យលើបងប្អូនផ្ទាល់អត់មានធ្វើការបង្ខិតបង្ខំឬក៏អីទេគាត់ថាអ្នកគ្រូពេទ្យគាត់តែងតែណែនាំពីចូលម៉ៃនីមួយៗដែលមានអត្ថប្រយោជន៍ផ្សេងៗគ្នាជូនបងប្អូនអញ្ចឹងណាអញ្ចឹងមួយខែកន្លះពន្យាកំណើតបានហើយមួយទៀតសួរថាមួយខែកន្លះហ្នឹងចាក់ថ្នាំពន្យាកំណើតបានអត់ចាកូនបោកដោះគឺអាចចាក់បានសម្រាប់ថ្នាំពន្យាកំណើតចាក់ថ្នាំពន្យាកំណើតចាក់កងក្រោមស្បែកមានន័យថាកងដៃហ្នឹងហើយនឹងកងស្បូនហើយនឹងថ្នាំលេបវាទៅគឺអាចប្រើបានថ្នាំលេបយើងមានសម្រាប់ស្ត្រីបោកដោះកូនចាស្ត្រីបោកដោះកូនយើងប្រើប្រភេទ POP ថ្នាំចាក់កងដៃនិងកងស្បូនគឺអាចដាក់បានមួយខែកន្លះចាហើយមួយទៀតសួរថាកូនបោកដោះប្រើ Jasmine បានអត់ Jasmine ជាប្រភេទថ្នាំពន្យាកំណើតដែលមានចំនួន21គ្រាប់ចាក្នុងចំនួន21គ្រាប់គឺស្ត្រីលេបជារៀងរាល់ថ្ងៃហើយផ្អាកលេបមួយអាទិត្យមករដូវអស់ឬក៏ដល់រដូវថ្ងៃទី3ហ្នឹងគឺចាប់ផ្ដើមបន្តបន្ទះថ្មីហ្នឹងសម្រាប់ Jasmine ដែលមាន21គ្រាប់សួរថាស្ត្រីបោកដោះកូនប្រើបានអត់ស្ត្រីបោកដោះកូនលើសពីអាយុ6ខែគឺអាចប្រើបានក្រោមអាយុ6ខែគឺអាចប្រើបានដោយសារ Jasmine គឺជាប្រភេទថ្នាំជាកំណត់ដែលមានអរម៉ូន2មុខអញ្ចឹងអរម៉ូន2មុខវាប៉ះពាល់ដល់បរិមាណទឹកដោះស្ត្រីដែលបោកដោះកូនក្រោមអាយុ6ខែអញ្ចឹងពេលដែលបងប្អូនទៅទិញឬក៏ទៅរកសុខភាពតាមរកសុខភាពយើងអត់មានថ្នាំ Jasmine នេះមាននៅខាងក្រៅអញ្ចឹងបងប្អូនទៅទិញគឺប្រាប់ពេទ្យឲ្យច្បាស់ថាខ្ញុំបោកដោះកូនអញ្ចឹងគាត់ណែនាំហើយតាមចូលម៉ៃនេះស័ក្តិសមមួយយើងមួយនេះមិនស័ក្តិសមអញ្ចឹងយើងតាមនឹងទៅចាអញ្ចឹងទាំងអស់ហ្នឹងគឺសម្រាប់ស្ត្រីក្រោយសម្រាប់កូនដែលចង់ពន្យាកំណើតចាអរគុណ